សូមស្វាគមន៍មកកាន់ Channel ស្ដាប់ហើយរំភើបទាំងអស់គ្នាវិលមកជួបខ្ញុំស្រាយថ្មីទៀតហើយមុននឹងចូលទៅដល់ការស្ដាប់រឿងសូមបងប្អូនជួយចុច like និង subscribe និងបើកសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងបាទហើយប្រហែលថ្ងៃនេះខ្ញុំធ្វើវីដេអូអត់សូវបានល្អសោះបងប្អូនសង្ឃឹមថាបងប្អូននឹងអធិស្ឋានដល់រូបខ្ញុំផងបាទហ្នឹងហើយបងប្អូនក្រោយពេលប្រជុំរួចបងប្អូនបានទៅបានប្រហែលវត្តហើយចំណែក admin អត់មានបានអវត្តទេបងប្អូនហ្នឹងហើយសូមជូនពរបងប្អូនពេលធ្វើដំណើរឡើងមកទីក្រុងភ្នំពេញវិញសូមជូនពរបងប្អូនសុខសប្បាយតាមផ្លូវឲ្យសុវត្ថិភាពតាមផ្លូវកុំឲ្យមានស្ត្រេសមកបៀតបៀនបងប្អូនហើយតែកុំឲ្យខាតពេលយូរចូលទៅស្ដាប់សាច់រឿងយើងទាំងអស់គ្នាទៅហ្នឹងហើយសាច់រឿងនេះខ្ញុំបានទទួលបានពីបងប្រុសម្នាក់ដែលគាត់នៅខេត្តព្រៃវែងហើយខ្ញុំសូមលាក់ស្រុកលាក់ភូមិខ្ញុំសូមមិនបញ្ចេញព្រោះអីរក្សាសិទ្ធឲ្យគាត់ហ្នឹងហើយគាត់ហ្នឹងជាតកងឡានម្នាក់ដែលធ្វើការជាតកងឡានរត់ឡាននៅឥឡូវខ្ញុំសូមប្រាប់បងប្អូនថាគាត់ធ្វើការនៅគាត់រត់ឈ្នួលឡានហ្នឹងនៅម្ដុំគល់ស្ពានតែខ្ញុំសូមមិនបង្ហាញទីតាំងហ្នឹងហើយថ្ងៃមួយហ្នឹងបងប្រុសម្នាក់ហ្នឹងក៏នៅកន្លែងបេនសុកក៏ទូរស័ព្ទរោឡើងមានគេទេមកគាត់ចឹងបងប្អូនដល់ពេលគេទេមកគាត់ក៏លើកគាត់ក៏និយាយទៅសួរចុះសួរឡើងស្រាប់តែគេហ្នឹងហៅឡានគាត់ចឹងគេម៉ៅឡានមកទៅខេត្តព្រៃវែងចឹងឬក៏ទៅការគេទៅខេត្តណាខ្ញុំអត់សូវដឹងដែរបងប្អូនគាត់អត់បង្ហាញប្រាប់ខ្ញុំច្បាស់ចឹងអត់ប្រាប់ខ្ញុំច្បាស់ចឹងឥឡូវគាត់ទៅខេត្តព្រៃវែងទៅការបងប្អូនចឹងខ្ញុំឧទាហរណ៍ណាបងប្អូនហ្នឹងហើយដល់ពេលគាត់ចេញឡានទៅដប់គេដូចថាគេធ្វើការអង្គចាក់ចឹងបងប្អូនប៉ុន្តែគេវិលល្ងាចហ្នឹងហើយខ្ញុំភ្លេចប្រាប់បងប្អូនថារឿងរ៉ាវមួយហ្នឹងកើតក្នុងឆ្នាំ2018បងប្អូនកើតឆ្នាំ2018កើតកំឡុងឆ្នាំ2018បងប្អូនរឿងរ៉ាវហ្នឹងហើយបងប្អូនចូលសាច់រឿងយើងបន្តទៅគាត់ក៏បើកឡានចេញពីបេនគាត់ហ្នឹងទៅយកគេតាមដែលគេណាត់គេទេណាត់ហ្នឹងហើយដល់ពេលគេទេណាត់ទៅគាត់ក៏បើកឡានទៅដល់កន្លែងហ្នឹងគាត់ក៏ឲ្យគេឡើងឡានឡើងអីចឹងចេញទៅហើយបងប្អូននឹងស្រាប់អីហងចាក់គេចេញម៉ោង4គេវិលល្ងាចចឹងវិលល្ងាចដូចថារៀបភ្លឺចឹងមកគេឡើងមកបងប្អូនអ្នកធ្វើការហងចាក់ទៅហូបការគេបងប្អូនដឹងហើយហ្នឹងហើយបងប្អូនដល់ពេលអញ្ចឹងទៅគាត់ក៏ដប់ឆ្លងពីស្ពានមួយកាត់ស្ពានមួយទៅស្ពានមួយអញ្ចឹងបងប្អូនកាត់ពីស្ពានមួយទៅស្ពានមួយលុះទៅដល់កន្លែងផ្ទះការគេក៏រាក់អីចឹងហើយគាត់ក៏ចូលទៅហូបការគេដែរគេហៅទៅហូបការគេដែរចឹងណាកុំឲ្យថាកងឡាននឹងអង្គុយចាំអីចឹងណាម្នាក់ឯងបងប្អូនដល់ពេលគាត់ទៅហូបការហូបអីលុះហូបការរួចក៏នាំគ្នានាំអីចឹងនាំគ្នារហូតដល់រៀបភ្លឺប្រហែលម៉ោង3ម៉ោង4ហ្នឹងចេញឡានមកវិញបងប្អូនចេញឡានមកវិញមកបងប្អូនក៏ឡើងឡានឡើងអីហ្នឹងចេញឡានមកវិញហ្នឹងហើយបងប្អូនចេញឡានមកវិញមកជិះតាមផ្លូវតាមអីគាត់ជួបប្រទះអីឃើញអីទេដល់ពេលគាត់ហ្នឹងជូនអ្នកដែលហៅគាត់ទៅដប់គាត់ទៅហូបការហ្នឹងជូនទៅដល់បន្ទប់ជួលបន្ទប់អីអស់ចឹងណារៀបភ្លឺហ្នឹងប្រហែលម៉ោង4ម៉ោង5ហ្នឹងទៅដល់ទីក្រុងភ្នំពេញវិញបងប្អូនហើយដល់ពេលគាត់រត់ដល់ជូនដល់គេទៅដល់ផ្ទះជួលអស់បងប្អូនជូនដល់ផ្ទះជួល
គាត់ក៏បើកឡានមកវិញមកក្រាស់គាត់វិញអញ្ចឹងណាគាត់បើកទាំងងួយគេងផងអីផងស្វឹងផងអីផងអញ្ចឹងបងប្អូនបើកក្រំដល់មិនតាន់ដល់កន្លែងនេះបងប្អូនទំរំដល់កន្លែងក៏រឿងភ្លឺស្រាងស្រាងហ៎បងគាត់ក៏ឈប់ទិញបាកាសភេជ្ជៈគេអញ្ចឹងបងប្អូនតាមផ្លូវក៏ហូបបន្តិចទៅរៀងស្វាងតិចទៅបានគាត់បើកទៅមុខទៀតហ្នឹងហើយបងប្អូនលុះគាត់បើករហូតទៅដល់កន្លែងបេនឡានគាត់ដែរគាត់ធ្លាប់ចតរាល់ដងអញ្ចឹងបងប្អូនដល់ពេលចតទុកឡានអីហើយលុះ 3-4 ថ្ងៃក្រោយមកបងប្អូនក៏ស្រាប់តែមានទូរស័ព្ទរោទៀតដែរបងប្អូនគេម៉ៅឡានគាត់ទៀតដែរបងប្អូនគេម៉ៅឡានអញ្ចឹងណាគេម៉ៅឡានទៅខេត្តមួយគេទៅបុណ្យសពបងប្អូនគេបងប្អូនហ្នឹងហើយខ្ញុំនិយាយឡើងព្រឺសបោះដល់ពេលគេម៉ៅអញ្ចឹងគាត់ក៏ថាអូខេក៏គាត់ព្រមទៅអញ្ចឹងនិយាយតម្លៃគ្នាឲ្យអស់ហើយក៏គាត់ចេញឡានទៅហើយចេញឡានទៅដប់គេដប់រហូតចេញពីទីក្រុងភ្នំពេញហ្នឹងដប់រហូតទៅដល់ខេត្តមួយហ្នឹងបងប្អូនដល់ខេត្តមួយហ្នឹងគាត់ក៏អត់ត្រឡប់មកវិញដែរគាត់ចាំដប់គេមកវិញអញ្ចឹងគេម៉ៅវល់ល្ងាចអញ្ចឹងបងប្អូនដូចថាវល់ល្ងាចអញ្ចឹងលោកគេធ្វើបន់សពអីរួចហើយខាងគេធ្វើបន់សពរួចហើយក៏គេឡើងឡានមកវិញបងប្អូននឹងដល់ពេលឡើងមកវិញបើកតាមផ្លូវគាត់អត់ចេះនិយាយរួមគាត់ចេះតែអត់ស្រួលក្នុងចិត្តបងប្អូនអត់ចេះស្រួលក្នុងចិត្តហើយឡើងមកវិញហ្នឹងអ្នកអង្គុយក្នុងឡានហ្នឹងក៏គេអត់និយាយជាមួយអត់អីជាមួយអញ្ចឹងបងប្អូនលោកគាត់លុបរហូតទៅដល់ទីតាំងដែលគេណាត់គាត់ពេលព្រឹកបងប្អូនឈប់ឲ្យពួកគេចុះអញ្ចឹងបងប្អូនចុះហើយលុះគាត់ក៏ចេញមកវិញចេញមកវិញហ្នឹងប្រហែលម៉ោង10 ម៉ោង 10បងប្អូនដូចថាគេវល់ល្ងាចអញ្ចឹងបងប្អូនគេធ្វើហើយគេមកវិញអញ្ចឹងហើយគាត់ចេញមកម៉ោង10ចេញពីកន្លែងហ្នឹងមកបេនគាត់សម្ដៅមកបេនគាត់បងប្អូនគាត់ជីឡើងម្នាក់ឯងគាត់ចេះឆ្ងល់ដូចមានអារម្មណ៍ថាមានមនុស្សអង្គុយក្បែរហ្នឹងបងប្អូនហ្នឹងហើយខ្ញុំនិយាយឡើងព្រឺបងប្អូនដល់ពេលមានណាបងប្អូនហើយគាត់ចាស់ព្រឺសបល់គាត់បើកឡានគាត់អត់ស្រួលក្នុងចិត្តទេបងប្អូនគាត់ចេះអឺតមើលកញ្ចក់ក្តារដឹងស្រាប់បងប្អូនឡានគេតែមានកញ្ចក់ក្តារសម្រាប់ឲ្យតកង់មើលទៅក្រោយអញ្ចឹងគាត់ស្លឹងមើលទៅក្រោយបងប្អូនដឹងជួបអីបងប្អូនស្រាប់តែអង្គុយឈ្ងោកមុខបដ ாய் ពេលអាវខ្មៅសក់ឡើងសះរ៉ាឡើងវែងបាំងមុខអង្គុយអោបឆ្គង់នៅក្រោយឡានគាត់បងប្អូនគាត់ស្លឹងមើលឲ្យគាត់ងាកមកវិញគាត់ញីភ្នែកគាត់ថាជុំហាមជួលរបស់ពុតហើយគាត់ក៏ស្លឹងមើលតាមកញ្ចក់ទៅក្រោយទៀតស្រាប់តែអត់ឃើញហ្នឹងហើយបងប្អូនស្រាប់តែអត់ឃើញគាត់មានអារម្មណ៍ថាត្រជាក់នៅចិត្តខ្លួនគាត់ដល់ពេលគាត់ងាកឡើងបងប្អូនគាត់ងាកទៅក្រោយមិនមែនគាត់ងាកឡើងងាកទៅក្រោយគាត់ឃើញអីគាត់ឃើញណាបងប្អូនស្រាប់តែគាត់ងាកខាងឆ្វេងដៃគាត់បងប្អូនហើយនៅចិត្តដៃគាត់បងប្អូនពងអាធ្វើមុខធ្វើមាត់ច្អល់មកគាត់ស្រាប់តាជន់ឡានមករេឡើងពេញផ្លូវបងប្អូនប៊ីធ្លាក់បន្លាយផងប៊ីធ្លាក់ទឹកផងគាត់បើកចិត្តដល់កន្លែងអញ្ចឹងប៊ីធ្លាក់ផ្លូវហ្នឹងហើយប៊ីធ្លាក់ផ្លូវបងប្អូនស្រាប់តែមានណាគាត់ញ័របដាអីបដាគាត់គុណម៉ែគុណឪអស់ហើយគាត់បើកចិត្តដល់ហើយចិត្តដល់បេនគាត់បងប្អូនចិត្តដល់បេនគាត់គុណម៉ែគុណឪផងអីផងជីហើយអ្នកណា20បងប្អូនអើយគាត់ងាកទៅអង្គុយឡើងកុកនៅចិត្តខ្លួនគាត់ហើយសើចញឹមអ្នកគាត់ច្អល់មុខគាត់ទៀតបងប្អូននឹងឲ្យលុះគាត់បើករហូតទៅដល់បេនឡានបើកទៅដល់បេនឡានគាត់ក៏អត់នៅឡើយបេនឡានណាគាត់ក៏ហៅម៉ូតូដប់គេណានៅទីក្រុងភ្នំពេញបងប្អូននឹងស្រាប់អីនៅឡើយបេនគេរត់ម៉ូតូ24ម៉ោងបងប្អូន
quạt hai một tô tấn quạt từ hộp ấy chẳng hộp ấy bị dục chẳng rồi hộp bài cha bài ấy chẳng cái bài dục chơi chẳng bằng bồn năng này phải bằng bồn là quạt bằng đầu bên quạt đang hai màu pin đọc chật mùi chật pi bằng bồn hay đọcไปก่อนหกใบหายกอดก็ย่อกอดจะแต่ย่อจับจะเปรียกคอไอ้คอเนี่ยลูกก็สู้ทาôn ôn anh thấy ôn bạn chơiแต่ย่อจับไอ้คอกอดก็ทากอดไอ้ไงnó nhưng màสู้ครูนกอดใจgìแบบkia chẳng á bên này không chậtกอดtrong phẹp à bên này mình ai phẹp bán bị giúp trong vòng bồn là ngày hay quạt cò vừa từ lạnh bên lái nó cái mình lại thì mẹ bằng bồn cái mình lại nói thì mẹ chẳng á lô quạt vừa từ lạnh bên lái nó vĩnh quạt có đi quạt có thì mẹ chẳng á thì mẹ đi tầng nho tầng phầy hay đi nâng còn đây mình lụa ra bằng bồn ơi sạp là lù tung tèng bên nâng hay đọc về lù sai la bằng bồn quạt cò tê sọc tê từ mẹ cọt giống á tê từ mẹ quạt gì prap che cho mẹ quạt tha lại con anh tranh lan màu sọc màu chăm mai rồi và xong rồi kêu kia sao tắt áo giống bằng bộ lừa quạt tranh từ tèng mục slấy slang bằng bộ đôi tha quạt bàn đi giống quạt tranh từ đo khai đứng mai quạt có chun quạt ứng từ quạt mùi cả lại trong vòng bồn nhưng xong mình mà chân múa đó vậy lại bẹp bòn nè này đọc bề chân tới quạt cò ta đo chun quạt chè riệp bẹp lục và xong chứ á nè vòng bồn bẹp lục bòn ở chân tới bẹp lục ta chân tới đọc bề mình á quạt thà mình kê tam tòa mình cái tam chứ đọc về có chạy kết không chất nè na tam ấy chẳng ngọt kết không chất qua bằng bồn đọc về luôn qua soi tắc hai soi tắc bẹt sai bẹt ấy chẳng á bẹt sai đầy bẹt sai ấy chẳng á sai bỏ đầy luôn còn bẹt hai còn trên màu téo vinh còn trên là kết còn là toàn từ bên vinh đây này toàn là bên với nhau còn xem mẹ nữ té quạt mà thằng ngày bị thằng ngày trong vòng bồn phụ ấy quạt là toàn chia chẳng á quạt là toàn hiện tay về vòng bồn lu quạt xoang đôi thà quạt xoang bị chừng chừng người bạn bạt hỏi lon trong vòng bồn đọc về chẳng tới bạn quạt vừa màu thì còn from pin vinh là ngày vòng bồn hay sạch đường nắng miền nào còn nắng vòng bồn hiện clay đá vòng bồn hay rần thốt mạch mà đáy xong vòng bồn chui đặt và tụ nó không comment nó bong bồn là ngày xảy ra mình là phần năng là ngày xong chun bó bong bồn tặng ở kia vừa đầm nào tam play sọc sờ bài tam play bong bồn lại bong bồn thì còn from pin vĩnh hay cho thua ca vĩnh là ngày hay ở con bong bồn tặng ở kia đài cho chất đập nơi channel bỏ nhóm tăng bị đam hốt đỏ chóp là ngày nhóm thì bài tư lơ lụa khoa khát tròn na bị bịch khoa khát tròn na xùm bong bong khăn tẹp hay tôi đã rụt nhung phòng bạn thì trong cái xùm chụp bong bóng số phiếp lò bò rung rương nâng ngày bong bóng ở con tràn thì để bye bye